បានស្គាល់ប្តីខ្ញុំហើយសំណួរហ្នឹងមិនមែនថាបងស្រីម្នាក់នឹងសួរទេអ្នកផ្សេងក៏សួរដែរតែខ្ញុំមិនដែរបានចេញវីដេអូតែថ្ងៃនេះណាអញ្ចឹងខ្ញុំចេញវីដេអូឲ្យបងប្អូនអស់ចម្ងល់និយាយទៅខ្ញុំប្រវត្តិខ្ញុំហ្នឹងខ្ញុំអ្នកខេត្តកំពង់ចាមទេដោយសារតែជីវភាពខ្ញុំវាក្រីក្រពេកអញ្ចឹងទៅក៏ខ្ញុំពិបាកខ្លាំងមែនតើដោយសារតែយើងធ្វើស្រែធ្វើអីអញ្ចឹងទៅវាហត់ណាដោយសារតែយើងអត់មានបងប្អូនប្រុសដល់ពេលអញ្ចឹងទៅក៏ខ្ញុំរត់មកនៅសៀមរាបជាមួយមាខ្ញុំនៅមណ្ឌលកុមារកំព្រាគ្រួសារថ្មីហ្នឹងណាដល់ពេលអញ្ចឹងខ្ញុំធ្វើការតែឡើង20ឆ្នាំហើយដល់ពេលខ្ញុំមានប្អូនស្រីម្នាក់ហ្នឹងគាត់ចេញទៅធ្វើការឌូបៃមុនខ្ញុំបន្ទាប់មកក៏ខ្ញុំព្យាយាមថាយើងរកដាក់ពាក្យទៅចេញធ្វើការក្រៅប្រទេសជាមួយគ្នាអញ្ចឹងប្អូនខ្ញុំក៏យក CV ខ្ញុំឲ្យខាងមក spa manager អញ្ចឹងទៅក៏ស្ពះខ្ញុំជាប់និយាយទៅជំនាញខ្ញុំខាង massage បងប្អូនជាជំនាញខ្ញុំបឋមហ្មងព្រោះខ្ញុំធ្វើឡើងចង់20ឆ្នាំហើយនិយាយទៅខ្ញុំធ្វើការបាន2អាទិត្យក៏ខ្ញុំស្គាល់ប្តីខ្ញុំដោយសារតែខ្ញុំមានប្អូនស្រីម្នាក់ហ្នឹងប្តីគេធ្វើ management ឋានៈធំហើយប្តីខ្ញុំហ្នឹងក៏មិត្តភក្តិគាត់ហ្នឹងក៏ឋានៈធំអញ្ចឹងហើយគេឲ្យបន្ទប់នៅផ្សេងពីបុគ្គលិកធម្មតាបន្ទប់ជាប់គ្នាអញ្ចឹងទៅហើយរៀងរាល់ល្ងាចពេលខ្ញុំឈប់ចេញពីធ្វើការក៏ខ្ញុំទៅញ៉ាំបាយនៅបន្ទប់ប្អូនខ្ញុំគេក៏ទៅញ៉ាំប្តីមិត្តភក្តិគេអញ្ចឹងណាបន្ទាប់មកក៏ស្គាល់គ្នាបន្តែស្គាល់មិនបានចាប់អារម្មណ៍អីទេខ្ញុំក៏ខ្ញុំថាជាអូយស្រុកនេះក៏ខ្មៅម្លេះអាពេចតំបន់ជាជនខ្មៅហើយដល់ពេលពុនជនទាហិតតែខ្មៅស្រីខ្ញុំអញ្ចឹងតែងតែលេងបន្ទប់មិត្តភក្តិគេនឹងឯងដល់ពេលក្មួយខ្ញុំទៅលេងអញ្ចឹងទៅក៏ខ្ញុំហៅអញ្ចឹងទៅក៏ឃើញប្តីខ្ញុំអង្គុយនៅបន្ទប់ហ្នឹងក៏គ្រាន់និយាយទៅអត់បាននិយាយស្អីគ្នាទេគ្រាន់តែខ្ញុំដើរចេញអញ្ចឹងតែដោយសារតែប្តីខ្ញុំហ្នឹងគាត់ទៅធ្វើការគាត់ថាអូតែហ្នឹងវាលក្ខណៈ resort ធំមែនតើដល់ពេល spa ខ្ញុំនៅចំណុចកណ្ដាលប្តីខ្ញុំជិះកង់តែកាត់តាមហ្នឹងក៏ឃើញមាននិយាយធម្មតាទេចៃដន្យអីបុគ្គលិកជនជាតិអាហ្វ្រិកាហ្នឹងក៏ស្រឡាញ់ប្តីខ្ញុំនឹងឯងដល់ពេលស្រឡាញ់ប្តីខ្ញុំទៅដល់ពេលគេដឹងថាប្តីខ្ញុំហ្នឹងជួយតែងទៅបន្ទប់ប្អូនខ្ញុំក៏គេឲ្យខ្ញុំធ្វើមេដៅនិយាយទៅធ្វើមេដៅឲ្យគេទេបងប្អូននេះចឹងហើយពេលខ្លះក៏ខ្ញុំខលទៅប្តីខ្ញុំពេលខ្លះក៏មកលៀនខលទៅខលសុំនំធម្មតាគេធ្វើការ restaurant គេសល់នំ nature ណាហើយដល់ពេលណាត់ទៅយកនំណាត់នៅកន្លែងណាណាត់នៅក្នុងព្រៃក្នុងដប់ដោយសារតែយើងធ្វើការអូតែយើងដឹងហើយអាហារហូបចុកចឹងដែលហ៊ានបើកចំហខ្លាចគេរករឿងយើងត្រូវតែលាក់ការលាក់អីចឹងឯណាខ្ញុំព្យាយាមបញ្ចុះបញ្ចូលប្តីខ្ញុំមែនតើឲ្យស្រឡាញ់ម៉ាលីននឹងទៅម៉ាលីនទុកចិត្តខ្ញុំខ្លាំងមែនតើដោយសារតែខ្ញុំធ្វើការនៅក្នុងអូតែលហ្នឹងទៅយើងគេថាអូតែគេ offer accommodation សម្រាប់បុគ្គលិកក្រៅស្រុកបើសម្រាប់បុគ្គលិកក្នុងស្រុកគេអត់ឲ្យទេអញ្ចឹងហើយក៏ខ្ញុំតែព្យាយាមប៉ុន្តែប្តីខ្ញុំថាគាត់អត់ស្រឡាញ់គាត់មានចិត្តស្រឡាញ់ជនជាតិអាហ្វ្រិកានឹងទេដល់ពេលម៉ាលីនគាត់ព្យាយាមអស់ចិត្តអស់ចង់ទៅប្តីខ្ញុំអត់ស្រឡាញ់ក៏គាត់ឈប់ធ្វើការទៅដល់ពេលខ្ញុំនិងប្តីខ្ញុំឃើញមុខគ្នានិយាយគ្នាធម្មតានិយាយយូរទៅក៏ស្រឡាញ់គ្នាទៅបងប្អូនពេលដល់ថ្ងៃខ្ញុំការហ្នឹងគឺវេទនាខ្លាំងមែនតើដោយសារតែខ្ញុំមកមុនដោយសារខ្ញុំឈឺហើយប្តីខ្ញុំមកតាមក្រោយអញ្ចឹងទៅដល់ពេលមុនរៀបការតែ2ថ្ងៃទេពេលដែលប្តីខ្ញុំមក check in នៅឌូបៃហ្នឹងគេឲ្យគាត់ចូលស្រុកខ្មែរទេដោយសារតែគាត់ទាំងឯកសារមិនគ្រប់គ្រាន់អញ្ចឹងនិយាយទៅតាក់ទងសម្បត្តិជនហោះដោយសារតែគាត់អត់បានហៅថាព្រៀនសម្បត្តិជនហោះពីស្រុកខ្មែរត្រឡប់មកស្រុកគាត់វិញណាហើយខ្ញុំគិតថាពេលហ្នឹងចប់ហើយខ្ញុំចូលរោងការម្នាក់ឯងហើយពុកខ្ញុំចេះតែខលចេះសួរមិនក៏ប្តីនៅណាមិនឃើញមកនិយាយទៅពុកខ្ញុំភ័យខ្លាំងខ្ញុំទៀតខ្ញុំគិតថាអូអញឯវេទនាមិនដឹងធ្វើល្មិចអាម៉ាទេដឹងបានអ្នកណាចូលរោងការជាមួយទេរយៈហ្នឹងតែចុងចប់ក៏យើងសម្រួលជាមួយ check in ជាមួយទៅគេអ្នកជិះនៅឌូបៃគេជួយសម្រួលគ្នាគេជួយសម្រួលឲ្យយើងដែរអញ្ចឹងហើយបានប្តីខ្ញុំដល់ស្រុកខ្មែរការអញ្ចឹងការរួចហើយបានតែមួយថ្ងៃទេខ្ញុំជូនប្តីខ្ញុំឡើងយន្តហោះមកឥណ្ឌាមកក៏ខ្ញុំត្រឡប់ទៅធ្វើការវិញព្រោះខ្ញុំមកឡើង2ខែអញ្ចឹងពេលខ្ញុំចូលធ្វើការបាន2ខែក៏ខ្ញុំចាប់ដើមទងន់ដល់ពេលទងន់អញ្ចឹងទៅធម្មតាធ្វើការស្ប៉ាយើងធ្វើការអត់កើតទេមក3ថ្ងៃឡើង6 7ម៉ោងភ្ញៀវច្រើនក៏ខ្ញុំសូមវាឈប់ប៉ុន្តែមុនមកស្រុកខ្មែរហ្នឹងក៏ខ្ញុំទៅនៅស្រុកប្អូនខ្ញុំបានមួយខែព្រោះខ្ញុំសុខភាពអត់សូវល្អណាមួយកូនខ្ញុំវាអត់ចង់នៅអញ្ចឹងហើយខ្ញុំកូនមួយហ្នឹងបងប្អូនអើយទាំងងប់បានគ្នាមានជីវិតដល់រាល់ថ្ងៃគឺវេទនាខ្លាំងមែនតើខ្ញុំពេលទៅនៅស្រុកប្អូនខ្ញុំមិនដឹងជាដេកពេទ្យប្រហែលដងទេបងប្អូនដល់ពេលខ្ញុំមកនៅខ្មែររត់តែវេទនាថែមទៀតវេទនារឿងគេហៅថាវិបត្តិសេដ្ឋកិច្ចនឹងឯងព្រោះអីលុយកាក់ដែលខ្ញុំខំសន្សំហ្នឹងគឺខ្ញុំទិញដីអរលីងហើយថែមទាំងជាពាក់ធនាគារទៀតដល់ពេលអញ្ចឹងទៅពេលដែលប្តីខ្ញុំឲ្យចាយវាជាប្រចាំខែហ្នឹងខ្ញុំយកលុយហ្នឹងបង់ធនាគារដល់ពេលយើងទងន់អញ្ចឹងទៅយើងអត់មានការងារធ្វើ
គឺពិបាករស់មែនតើបងប្អូនពេលតាណាតណីឃើញគេញ៉ាំអីចឹងស្រក់ទឹកមាត់បងប្អូនហើយយំកុំមានបងប្អូននិយាយទៅទាំងងន់គឺមានអារម្មណ៍អញ្ចឹងពេលដែលខ្ញុំសម្រាកូនហ្នឹងរឹតតែវេទនាថែមមួយកម្រិតទៀតដោយសារយើងអត់មានលុយកាក់អញ្ចឹងទៅពេលសម្រាកូនបានបងប្អូននេះក៏រៃលុយគ្នាទិញឲ្យវាយអាវ៉ាន់សម្រាប់កូនខ្ចីហ្នឹងហើយរឿងខ្ញុំបើសិនខ្ញុំនិយាយ3ថ្ងៃទៀតក៏មិនតន់ឲ្យបងប្អូនអញ្ចឹងបានថាបើមានផលិតកម្មផលិតករយករឿងខ្ញុំណាទៅថតជាខ្សែភាពយន្តមិនដឹងជាល្អមើលប៉ុណ្ណាទេវាជីវិតដែលថាវេទនាតាំងពីដឹងក្តីមកដល់ពេលបានប្តីហើយក៏នៅតែវេទនាវាគ្មានអីឲ្យថាឲ្យបានសំណុកសុខស្រួល